là thấy cái nó ban lâm con riệp mở riệp để khoang ở về là kia mở là riệp cao đán riệp đã thử là kia mở nên coi khác đó đã tắt mắt đầu tiên mở ban lâm tết ban lâm tết mà là puka ban lâm đi tết ទោះរវល់យ៉ាងណាក៏ដោយទៅដល់ម៉ោងធ្វើម្ហូបហ្នឹងគឺត្រូវតែឆ្លៀតពេលខ្លះនៅលេងជាមួយកូននិងមើលកូនឬក៏ធ្វើការងារអីផ្សេងហ្នឹងទៅដល់ម៉ោងតាំងងាកតែមើលម៉ោងដល់ម៉ោងត្រូវធ្វើម្ហូបគឺទុកការងារនោះចោលមកក្តាប់សិនអញ្ចឹងត្រូវមកធ្វើម្ហូបពួកអីតួនាទីរបស់យើងគឺចង់ភៅនៅផ្ទះអញ្ចឹងបើសិនជាយើងអត់ធ្វើទេអ្នកផ្ទះគឺអត់មានអីហូបទេហើយថ្ងៃនេះគឺម្ហូបរបស់យើងគឺបានស្ងោរឆ្អឹងជំនីជ្រូកហើយនឹងមានលាយផាត់ត្រីស្លាតហើយបន្លែយើងនោះដាក់ស្ពៃកញ្ញាញ់ហើយលាយជាមួយនឹងការ៉ុតហើយអីគេនោះស្អីគេផ្សិតចំបើងអូយខ្ញុំភ្លេចចង់មាត់រហូតហើយនិយាយរួមទៅស្ងោរវាស្រួលទេបងប្អូនស្ងោរដដែលហ្នឹងគាត់ថាមុខម្ហូបវាខុសគ្នាហើយឈ្មោះថាស្ងោរហ្នឹងវាអត់មានអីពិបាកទេស្ងោរដាំទឹកស្ងោរដូចតែគ្នាហ្នឹងអាប្រភេទស្ងោរហ្នឹងវាស្រួលទេហើយបងប្អូនខ្លះទៅគាត់ចូលចិត្តដាក់ប្រហិតត្រីស្លាតសុទ្ធទៅណាប្រហិតសុទ្ធហ្នឹងក៏គាត់អត់ដាក់ទៅជ្រូកទៅប៉ុន្តែថាទាំងខាងខ្ញុំនេះដាក់លេខគ្នាចឹងទៅវាមានជាតិដោយសារអីខ្ញុំស្លឆ្នាំងធំចឹងទៅក៏ខ្ញុំដាក់លាយជាមួយនឹងឆ្អឹងជំនីខ្លះទៅហើយបើមានហៀបប៊ីយីហើយើងថែមតិចទៅឲ្យវាមានជាតិតែថ្ងៃនេះអត់មាននោះអស់លេងហៀបប៊ីយីហើបានទិញមកទៀតអញ្ចឹងក៏ដាក់តែសាច់ពីរមុខហ្នឹងទៅហើយយើងមានលើយគ្រឿងទៅបើមានដុំស៊ុបខ្នុរក៏ដាក់មួយដុំពីរដុំទៀតទៅឲ្យវាមានជាតិប៉ុន្តែថាប្រភេទស្ងោរជាមួយត្រីសាច់ត្រីប្រហិតចឹងណាដាក់អាពពួកដុំស៊ុបអីហ្នឹងវារាងភ្លាវឆ្ងល់ដែរបើតែខ្ញុំស្លោះរដងខ្ញុំបើសិនខ្ញុំដាក់ភ្លក់ទឹកស្លោទៅទៅរាងភ្លាវអញ្ចឹងទៅលើកហ្នឹងខ្ញុំអត់បានដាក់ទៅវារាងសាបរសជាតិបែបធម្មជាតិទៅណាចឹងនៅពេលស្លោឆ្អិនក៏ដួសយកមកអង្គុយហូបតាមធម្មតាចឹងទៅពីចាំទៅហូបមួយបាយដោយសារអីស្លោវាឆ្អិនភ្លាមអញ្ចឹងវាមើលទៅវាគ្រាន់វាឈ្ងុយវាគួរឲ្យចង់ហូបដល់ពេលចឹងទៅគិតថាដុសមួយចានណាយកមកភ្លក់ទេប៉ុន្តែពេលចានភ្លក់ខ្ញុំហ្នឹងគឺភ្លក់ម្ដងមកកោមហ្នឹងឯងមកភ្លក់ទឹកស្លោយើងសត់ចឹងទៅហើយចាំដល់ពេលមកក្លៀនបាយចាំទៅដុសបាយយកមកហូបជាមួយនឹងម្ហូបផ្សេងទៀតព្រោះអីខ្ញុំភាគច្រើនម្ហូបផ្ទះខ្ញុំហ្នឹងវាអត់មានមួយមុខទេវាមានម្ហូបថែមគ្រឿងថែមតិចបន្តួចចឹងណាក្រៀមក្រោះឬក៏ឆាផ្សេងអីចឹងទៅមួយមុខពីរមុខទៀតទៅហើយពពួកស្លហ្នឹងគឺខ្ញុំហូបបានតែពេលដែលខ្ញុំស្លឲ្យថ្មីហ្នឹងទេបើថាទុកវា2ម៉ោង3ម៉ោងរហូតដល់ពេលបាយពេលយើងឃ្លានណាគឺហូបលេងកើតហើយអញ្ចឹងខ្ញុំអត់សូវហូបទេស្លមួយបាយភាគច្រើនគឺខ្ញុំហូបលេងអញ្ចឹងអានេះចូលលក្ខណៈថាហូបស្លលេងណាហើយដល់ពេលយើងឃ្លានបាយយើងហូបបាយតាមក្រោយទៅហើយអត់ដឹងថាបងប្អូនណាខ្លះដូចខ្ញុំទេ